នេះណែបងប្រុសឥឡូវខ្ញុំរកអស់បានហើយខ្ញុំចាប់ផ្ដើមបង្កាត់ភ្លើងហើយណាបងប្រុសឆាប់រកឲ្យបានច្រើនមកអូបងប្រុសឃើញត្រីច្រើនណាស់ប្អូនប៉យឥឡូវឯងឆាប់បង្កាត់ភ្លើងទៅបងគិតថានៅក្នុងបឹងនេះពិតជាសម្បូរត្រីមែនទែនឆាប់ឡើងខ្ញុំឃ្លានហើយណាបងប្រុសត្រីពិតជាច្រើនមែនប៉ុន្តែឥឡូវបងចាប់មិនទាន់បានមួយទេនេះមិនអីទេបងស៊ីម៉ុនតាមស្រួលទៅឥឡូវខ្ញុំចាប់ផ្ដើមបង្កាត់ភ្លើងហើយណាប្អូនអើយសិតតែត្រីតែម្ដងវាសម្បូរខ្លាំងណាស់នេះបន្ទាប់មកស៊ីម៉ុនក៏បានចាប់ផ្ដើមចាប់បានត្រីយ៉ាងច្រើនហើយក៏បោះឲ្យប្អូនប៉យដើម្បីធ្វើការចម្អិនវ៉ាវបងស៊ីម៉ុនត្រីធំណាស់ខ្ញុំអាំងវាហើយណាអាំងទៅប្អូនប្រុសឯងមើលណែបងចាប់បានត្រីធំមួយទៀតហើយបងបោះវាទៅហើយណាបងស៊ីម៉ុនផ្អាកចាប់ត្រីសិនទៅឡើងមកលើមកញ៉ាំត្រីសិនចាំចាប់ទៀតហាឆ្អិនហើយមែនប្អូនប៉យយីក្លិនអីក៏ឈ្ងុយម្ល៉េះនេះគ្មានក្លិនអីនោះទេក្រៅពីក្លិនត្រីអាំងហ្នឹងណាបងប្រុសចាប់ឡើងមកចាំបន្តិចបងរៀបចំខ្លួនឡើងទៅហើយឈ្ងុយដល់នេះសុំចូលរួមដែរយីហើយឯងជានរណាហើយមកពីណាដែរខ្មោចទឹកណាចំអត់ស្គាល់ខ្មោចទឹកអីចុះស្អីគេខ្មោចទឹកស្អីគេខ្មោចទឹកឯងមិនចេះចាប់ត្រីយកមកឆីខ្លួនឯងទេឬណែត្រីនៅក្នុងបឹងហ្នឹងយើងជាអ្នកចិញ្ចឹមណាយើងប្រាប់ពួកឯងទាំងពីរនាក់ទៅចុះមកចាប់ត្រីកន្លែងគេហើយកុំធ្វើអឿពេកហើយម៉េចអត់ចេះចែកលែកគ្នាទេឬគ្រាន់តែសុំត្រីញ៉ាំដែរសោះហ្នឹងចិត្តក្រមហ៎មិនអីទេពួកឯងឆាប់ញ៉ាំទៅណែអញ្ចឹងឲ្យយកត្រីនេះទៅយកទៅញ៉ាំទៅចឹងនិយាយអញ្ចឹងបានឆាប់ត្រូវគ្នាមកបងស៊ីម៉ុនឆាប់ឡើងមកញ៉ាំត្រីជាមួយគ្នាមកចឹងយើងឡើងទៅហើយតោះណែខ្មោចទឹកឯងយកត្រីនេះទៅធំឈ្ងុយដែរនេះយីឆ្ងាញ់មកគេអរគុណមើលយើងសុំសួរអញទាំងពីរនាក់តិចមើលរងថ្ងៃប្រាក់ខែបានដែរអូមែនហើយសម្រាប់យើង250ឯបងប្រុសយើង500ប្រាក់ខែប៉ុណ្ណឹងកុំតើយកពន្ធលឺនៅ